សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបចុចពីរដងភ្លឺអេក្រង់និងបិទអេក្រង់និងចាប់កាន់ទូរស័ព្ទភ្លឺនៅលើទូរស័ព្ទដៃ Oppo Reno 5 អញ្ចឹងទៅមើលទាំងអស់គ្នាមួយខ្ញុំដល់អ្នកទាំងអស់គ្នាចូលទៅកាន់ setting ហើយនៅលើ Oppo Reno 5 គឺអ្នកទាំងអស់គ្នាអាចមានពីរជម្រើសដើម្បីចូលទី1គឺចូលទៅក្នុង home screen and lock screen ហើយមួយទៀតអ្នកទាំងអស់គ្នាអាចមកនៅក្នុង special feature នេះក៏មានដែរប៉ុន្តែនៅក្នុង home screen នេះគឺវាមានច្រើនជាងអូខេឥឡូវយើងចូលទៅមើលនៅក្នុង home screen អ្នកទាំងនេះចុចចូលហើយអ្នកទាំងនេះអាចនឹងឃើញនៅខាងលើនេះនៅខាងលើនេះគឺ double tap to lock បានន័យថាចុចពីរដងគឺនឹងធ្វើការ lock screen ឬក៏គេហៅថាបិទអេក្រង់នឹងឯងប៉ុន្តែត្រង់នេះគឺមិនមែនយើងចុចនៅលើ home screen យើងកន្លែងណាក៏បានទេត្រង់ហ្នឹងគឺសម្រាប់តែdouble tap to lock ហ្នឹងគឺ tap នៅកន្លែង blank screen អញ្ចឹងនេះអូខេអញ្ចឹងអ្នកនរគ្នាអាចចុចនៅកន្លែង blank screen ហ្នឹងកន្លែងខ្ញុំដាក់ដៃហ្នឹងគឺដើម្បីធ្វើការ lock អេក្រង់ប៉ុន្តែបើយើងអត់ចង់ប្រើត្រង់ហ្នឹងទេយើងមិនបើកទេយើងទៅបើកកន្លែងមួយទៀតដែលនៅខាងក្រោមហ្នឹងអូខេខ្ញុំចូលទៅក្នុងហ្នឹងវិញអ្នកនរគ្នាអាចមកត្រង់នេះនៅត្រង់នេះគឺ double tap to wake or turn on screen អញ្ចឹងបានន័យថានៅមុខងារត្រង់ហ្នឹងគឺបានន័យថាអ្នកនរគ្នាប៉ះនៅលើ screen យើងកន្លែងណាក៏បានដែរអញ្ចឹងអ្នកនរគ្នាចេញមកខាងក្រៅមកនេះនៅលើ home screen មកជុំវិញទាំងអស់ហ្នឹងគឺអ្នកនរគ្នាអាចប៉ះត្រង់ណាក៏បានដែរគឺវានឹងចុចពីរដងទៅវាបិទអេក្រង់ហើយចុចពីរដងទៀតទៅវានឹងធ្វើការបើកអេក្រង់ហ្នឹងគឺបែបហ្នឹងឯងតែបើខាងលើគឺសម្រាប់ថាកន្លែងនេះទេដើម្បី lock screen គឺចុចនៅលើ blank screen ហ្នឹងទៅហើយអ្នកនរគ្នាចុចលើ blank screen ហ្នឹងទៅគឺពីរដងទៅវានឹងធ្វើការបើកអេក្រង់ហើយអូខេអញ្ចឹងយើងចូលទៅវិញអូខេហើយនៅត្រង់នេះគឺ right to wake បានន័យថាពេលដែលយើងចាប់កាន់ទូរស័ព្ទទៅយើងរៀងកន្លោះបន្តិចទៅឬក៏យើងចាប់លើកវារៀងលើកវាដូចបែបរៀងកន្លោះឬក៏ប៉ះវាបន្តិចទៅវាអាចនឹងភ្លឺអាហ្នឹងវាស៊ីសងទៅលើការចាប់កាន់របស់យើងដែរអញ្ចឹងណាអូខេអញ្ចឹងនេះគឺជាមុខងារទាំង3ហ្នឹងដែលយើងអាចប្រើសម្រាប់ចាប់កាន់ទូរស័ព្ទភ្លឺចាប់កាន់ទូរស័ព្ទបិទអេក្រង់ឬក៏ចាប់កាន់ទូរស័ព្ទវាកន្លោះបន្តិចទៅវាភ្លឺអញ្ចឹងទៅអូខេអញ្ចឹងកន្លែងហ្នឹងគឺនៅក្នុង home screen និង lock screen តែនៅក្នុង special feature ក៏មានដែរតែគាត់វាមានរៀងតិចជាងអញ្ចឹងអ្នកនរអាចចូលមកក្នុង special feature ហើយ gesture and motion នេះអញ្ចឹងនៅហ្នឹងគឺយើងនឹងឃើញright to wake នេះយើងទៅវាដូចតែគ្នាទេអញ្ចឹងអ្នកនរអាចចុចចូលទៅក្នុងហ្នឹងមកហើយអ្នកនរអាចចុចមកក្នុងនេះមួយទៀតដើម្បីមកមើលមុខងារនេះគឺមុខងារចុចពីរដងភ្លឺអេក្រង់និងបិទអេក្រង់គឺនៅត្រង់នេះហើយតែនៅក្នុងនេះគឺអត់មានកន្លែងមុខងារចុចកន្លែង blank area ទេមានតែត្រឹមចុចពីរដងបិទអេក្រង់និងបិទអេក្រង់នៅលើ home screen អូខេអញ្ចឹងគឺអ្នកនរអាចធ្វើការបើកតែប៉ុណ្្នឹងមកគឺជាការស្រេចអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងបើចូលចិត្តកុំភ្លេចចុច like comment subscribe ផងហើយមាន like នៅខុសឆ្គងសូមអ្នកនរជាស្អីផងជម្រាបលាយើងនឹងជួបគ្នាវីដេអូក្រោយ